Trong bút thì sai sập muối, còn tụ muối cả đạp. Nơi chân nam cài một tiết đòi xa ca sna sông rồi bỏ sẽ thay mình nè, chứ một ạ tị toát. Ra bút riêng một cuông trăm pra sa thì đọc bí, nơi ai vô ràng chí, chỉ môi nâng phực hội chấm nuôn pram rồi ong tiết. Cọp chuôn pel chôl can và sa nu, sẽ thấy chanh tới chuôn bắt, nâng mình đăng chỉ mình đal một bị hại ở ấy ban chỉ mình toan trở lọc một bình. ប្រមាណជាងពាក់កណ្ដាលវស្សារដូវរាំងស្ងួតហួតហែងមួយក៏បានមកដល់តំបន់នេះធ្វើឲ្យព្រះពុទ្ធសម្រេចប្រតិគង់នៅក្រោមដើមស្ដៅមួយដើមទាំងយប់ទាំងថ្ងៃរហូតដល់ផុតវស្សាពេលត្រាច់ចោបណ្ឌបាតព្រះសាស្តានិងព្រះភិក្ខុសង្ឃទាំងឡាយទទួលចង្ហាន់បានតែបន្តិចបន្តួចជួនពេលខ្លះនិមន្តមកវត្តវិញទាំងបាតទៅទីព្រះភិក្ខុសង្ឃទាំងអស់ចុះស្គមនិងស្លេកស្លាំងយ៉ាងខ្លាំងសាមណរាហុលនិងសោថីថែសឹងមិនលក់សោះព្រោះឆានមិនគ្រប់គ្រាន់ដោយទូរភិក្ខនេះព្រះមហាមោគលានសម្រាប់ថ្វាយយោបល់ចំពោះព្រះពុទ្ធថាបបិទ្ធព្រះបរមសាស្តាដ៏ចម្រើនយើងគួរតែបដូរទីកន្លែងទៅគង់នៅឧត្តរគោរុឯនោះវិញក្រែងស្រណុករកចង្ហាន់ជាងនៅទីនេះប៉ុន្តែព្រះពុទ្ធទ្រង់ឆ្លើយប្រកែកថាមនាលមោគលានមិនមែនតែពួកយើងទេដែលជាអ្នកអត់អាហារនោះអ្នកស្រុកអ្នកភូមិផងលើកលែងតែ2 3នាក់ចេញក៏អត់អាហារដូចតែយើងដែរយើងមិនអាចបោះបង់ចោលអ្នកស្រុកទាំងអស់នោះឡើយយើងត្រូវតែតស៊ូទ្រាំជាមួយគ្នារហូតដល់ផុតវស្សានេះពេលមួយព្រះអានន្ទបានជួបជាមួយនឹងឈ្មួញលក់សេះម្នាក់ដែលទើបនឹងមកដល់វរញ្ជានេះជាមួយនឹងសេះចំនួន500ដោយឃើញព្រះភិក្ខុសង្ឃទាំងឡាយមានការខ្វះខាតចង្ហាន់ខ្លាំងពេកគាត់ក៏បង្គំទូលទៅព្រះអានន្ទថាបបិទ្ធសមណៈពេលណាព្រះភិក្ខុសង្ឃទាំងឡាយត្រាច់បណ្ឌបាតមិនបានព្រះភិក្ខុសង្ឃទាំងឡាយអាចនឹងចូលទៅក្នុងក្រោលសេះនៃខ្ញុំករុណាខ្ញុំព្រះករុណានឹងប្រគេននៅកន្ទុមួយអង្គបានមួយក្តាប់ព្រះអានន្ទក៏យករឿងឈ្មោះសេះចិត្តសប្បុរសនេះទៅប្រកាសប្រាប់ចំពោះព្រះភិក្ខុសង្ឃទាំងឡាយបន្ទាប់អំពីបានកន្ទុមួយក្តាប់នៅក្នុងមួយអង្គមកលើកលែងតែព្រះសារីបុត្របានមួយកំបង់រំលែកពាក់កណ្ដាលសម្រាប់ព្រះសាស្តាក៏នាំគ្នាយកទៅលីងនឹងអំបែងឲ្យឆ្អិននឹងឈ្ងុយសិនមុននឹងយកទៅឆាន់ពេលចេញវស្សាទី12នេះទើបលោកសេដ្ឋីអតិទតវិលមកពីជួញវិញកាលបានដឹងរឿងព្រះភិក្ខុអត់ចង្ហាន់យ៉ាងនេះភ្លាមសេដ្ឋីមានការរន្ធត់សោកស្ដាយនិងអន់ចិត្តយ៉ាងខ្លាំងមិនបងអងយូរឡើយសេដ្ឋីរៀបចំតាក់តែងចង្ហាន់ប្រគេនដល់ព្រះភិក្ខុសង្ឃជារៀងរាល់ថ្ងៃនិងប្រគេននៅត្រៃចីពរថ្មីដល់ព្រះភិក្ខុសង្ឃទាំងឡាយទៀតផងបន្ទាប់អំពីនោះមកព្រះពុទ្ធជាម្ចាស់និងភិក្ខុទាំងឡាយនិមន្តចេញទៅកាន់ទិសខាងត្បូងឆ្នាំក្រោយមកទៀតព្រះដ៏មានព្រះភិក្ខយាងទៅគង់ចាំវស្សាទី13នៅលើភ្នំប៉ាលីឡាយកៈបរពតដែលមានសុទ្ធតែថ្មមេខិយៈថែជាឧបថៈផ្ទាល់របស់ព្រះពុទ្ធនៅទីនោះថ្ងៃមួយនោះមេខិយៈថែបញ្ចេញរឿងអាកំបាំងរបស់ខ្លួនទូលព្រះពុទ្ធឲ្យជ្រាបថាបបិទ្ធព្រះអង្គដ៏ចម្រើនពេលខ្ញុំព្រះអង្គអង្គុយតាំងសមាធិតែម្នាក់ឯងនៅក្នុងព្រៃស្ងាត់ខ្ញុំព្រះអង្គតែងតែមានគំនិតរវើរវាយប្រាថ្នាចង់បាននេះចង់បាននោះនិងមានចិត្តត្រេកត្រអាលនៅក្នុងផ្លូវកាមគុណទៀតផងខ្ញុំព្រះអង្គនឹកគិតដល់ពាក្យដែលព្រះអង្គបានពោលលើកទឹកចិត្តដល់ព្រះភិក្ខុទាំងឡាយថាមនាលភិក្ខុទាំងឡាយអ្នកត្រូវចំណាយពេលតាំងសមាធិតែមួយអង្គឯងបបិទ្ធព្រះអង្គដ៏ចម្រើនប៉ុន្តែពេលណាក៏ដោយឲ្យតែខ្ញុំព្រះអង្គគង់នៅតែម្នាក់ឯងខ្ញុំព្រះអង្គជួបប្រទះតែនឹងឧបសគ្គខាងផ្លូវអារម្មណ៍ជានិច្ចព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់តបថាមនាលមេខិយៈការហាត់រៀនតែម្នាក់ឯងមិនមែនមានន័យថារស់នៅដោយគ្មានការឧបត្ថម្ភអំពីសំណាក់មិត្តភក្តិនោះទេចំណាយពេលវេលាឥតប្រយោជន៍ក្នុងការនិយាយដើមអ្នកដទៃពិតជាមិនមានប្រយោជន៍ដល់ជីវិតអ្នកបួសឡើយក៏ប៉ុន្តែការជួយឧបត្ថម្ភអំពីសំណាក់មិត្តភក្តិចំពោះអ្នកបួសមានសារៈប្រយោជន៍ណាស់ភ
ភិក្ខុត្រូវតែរស់នៅក្នុងវត្តអារាមដើម្បីជួយឧបត្ថម្ភនិងលើកទឹកចិត្តគ្នាទៅវិញទៅមកនឹងហើយជាអត្ថន័យនៃការទទួលព្រះត្រៃសរណគមនៅក្នុងសង្ឃគណៈមនាលមេខិយៈថែភិក្ខុគ្រប់អង្គតម្រូវឲ្យមានលក្ខខណ្ឌ5យ៉ាងដូចតទៅនេះទី1ភិក្ខុត្រូវមានមិត្តភក្តិដែលជាអ្នករស់នៅក្នុងមេគាជាមួយគ្នាទី2ភិក្ខុត្រូវតែមានសិក្ខាបទសម្រាប់ជួយខ្លួនឲ្យមានសតិនិងណរទី3ភិក្ខុត្រូវមានពេលគ្រប់គ្រាន់សម្រាប់សិក្សាសិក្ខាបទទាំងអស់នោះទី4ភិក្ខុត្រូវមានវិរិយភាពក្នុងការសិក្សាព្រះធម៌វិន័យនិងទី5ភិក្ខុត្រូវមានការយល់ដឹងចំពោះព្រះធម៌វិន័យនោះជានិច្ចលក្ខខណ្ឌទាំង4ចុងក្រោយនេះស្ទើរតែភ្ជាប់គ្នានិងអាស្រ័យទៅលើវត្តមាននៃលក្ខខណ្ឌទី1ដែលភិក្ខុត្រូវតែមានមិត្តភក្តិសម្រាប់ហាត់រៀនជាមួយគ្នាមនាលមេខិយៈថែភ្លើងកិលេសមាន4គឺរាគៈ1លោភៈ1ទោសៈ1និងមោហៈ1ដើម្បីលះបង់ចោលនៅភ្លើងកិលេសទាំង4យ៉ាងដែលជាគ្រឿងប្រឡាក់ប្រឡូសធ្វើឲ្យចិត្តយើងមិនស្អាតនោះអ្នកត្រូវតែចម្រើនភាវនាលើធម៌មរណៈអនិច្ចំមេត្តានិងអានាបានសតិឲ្យបានត្រឹមត្រូវទី1រាគៈដើម្បីនឹងឈ្នះរាគៈដែលជាសេចក្តីត្រេកត្រអាលនៅក្នុងផ្លូវកាមតណ្ហាអ្នកត្រូវតែចម្រើនភាវនាលើធម៌មរណៈដែលជាអសុភដោយឆ្លោះមើលទៅការដ្ឋានទាំង9យ៉ាងនៃកាយស្អុយរលួយតាំងអំពីពេលផុតដង្ហើមដាច់ខ្យល់ស្លាប់រហូតដល់ឆ្អឹងคล้ายទៅជាផេះជាផង់ធូលីទី2លោភៈដើម្បីនឹងឈ្នះលោភៈដែលជាសេចក្តីចង់បានខ្លាំងអ្នកត្រូវតែចម្រើនភាវនាលើធម៌អនិច្ចំដែលជាការមិនទៀងទាត់នៃអ្វីៗទាំងអស់ទី3ទោសៈដើម្បីនឹងឈ្នះទោសៈដែលជាកំហឹងនិងជាសេចក្តីស្អប់អ្នកត្រូវតែចម្រើនមានភាវនាទៅលើមេត្តាធម៌ដែលជាធម៌សម្រាប់កម្ចាត់បងនៅបុព្វហេតុនៃកំហឹងនិងភ័យបាទទី4មោហៈដើម្បីនឹងឈ្នះមោហៈដែលជាដំណើរភ័ន្តភាំងនិងវង្វេងវង្វាន់ស្មារតីអ្នកត្រូវតែចម្រើនភាវនាលើអានាបានសតិការដឹងនៅការដកដង្ហើមចេញនិងចូលឬវែងនិងខ្លីដោយត្រឹមត្រូវជាក់លាក់មនាលមេខិយៈថែកិលេសទាំង4យ៉ាងនេះគឺជាមន្ទិលខាងក្នុងវាជាអមិត្តវាជាសត្រូវនិងជាពេជ្ជឃាតនៅក្នុងខ្លួនរបស់យើងបើអ្នករស់នៅជាមួយនឹងរាគៈលោភៈទោសៈនិងមោហៈអ្នកពិតជារស់នៅជាមួយនឹងសេចក្តីទុក្ខប្រសិនបើអ្នកលះបង់នៅកិលេសទាំង4យ៉ាងនេះមិនទាន់បានទេអ្នកក៏រកសេចក្តីសុខពុំឃើញដែរប្រសិនបើអ្នកចម្រើនភាវនាធម៌ទាំង4យ៉ាងខាងលើនេះឲ្យបានទៀងទាត់នោះអ្នកនឹងបានសម្រេចនៅការរំដោះខ្លួនឲ្យផុតពីសេចក្តីទុក្ខនិងទទួលនៅពន្លឺត្រាស់ដឹងជាពុំខានឡើយចប់ជំពូកទី41